ជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាតោះឡើងភ្នំត្បែងជាមួយខ្ញុំទាំងអស់គ្នាបងប្អូនឃើញទេសភាពស្អាតមានទឹកហូរមានព្រៃភ្នំអីចឹងអត់មាននរណាឆ្ងាយទេបងប្អូនគឺនៅលើខ្នងភ្នំត្បែងយើងនេះឯងគឺនៅទឹកធ្លាក់តាំងយូអូចាក់អនរ៉េហើយសម្រាប់វីដេអូនេះផងដែរគឺជាទស្សនវិជ្ជាខ្លះនៃការធ្វើដំណើរផ្សងព្រេងរបស់ខ្ញុំដែលឡើងទៅបោះតង់គេងម្នាក់ឯងនៅលើខ្នងភ្នំត្បែងហើយនេះគឺជាសកម្មភាពដែលខ្ញុំកំពុងតែឡើងភ្នំនៅពេលដែលខ្ញុំឡើងហ្នឹងគឺបានជួបជាមួយនឹងបងប្អូនសហគមន៍របស់យើងដែលគាត់ឡើងទៅស្ពាយអីវ៉ាន់របស់ភ្ញៀវរបស់គាត់ត្រឡប់មកក្រោមវិញហើយដោយសារតែគាត់ឃើញខ្ញុំមានអីវ៉ាន់ច្រើនយកទៅអញ្ចឹងទៅគាត់ក៏ហៅខ្ញុំជិះគោយន្តជាមួយគាត់ទៅដែរនៅប្លូជុងតែដោយសារតែនៅតាមផ្លូវហ្នឹងមានជាប់ផុងច្រើនបងប្អូនអញ្ចឹងកន្លែងខ្លះពួកខ្ញុំក៏ចុះដើរហើយកន្លែងខ្លះទៀតក៏រុញគោយន្តផងអីផងតម្រុំទៅរួចអញ្ចឹងណាហើយសម្រាប់បងប្អូនសហគមន៍យើងដែលនៅហ្នឹងគាត់ពិតជារស់រាយរាក់ទាក់មកលើយើងមែនទែនយកចិត្តទុកដាក់លើយើងហើយឥឡូវហ្នឹងខ្ញុំបានមកដល់ទឹកធ្លាក់ហើយតែខ្ញុំឡើងមកខាងលើពីលើទឹកធ្លាក់ចម្ងាយប្រហែលជា100ម៉ែត្រជាងទៅ200ម៉ែត្រពីកន្លែងពួកគាត់សហគមន៍សម្រាប់អញ្ចឹងកន្លែងសហគមន៍គឺគាត់មានជាតង់ហើយនឹងកញ្ចុះសម្រាប់យើងជួលបោះតង់នៅនឹងបានតែសម្រាប់ខ្ញុំដោយសារតែខ្ញុំចង់មកស្ទូចត្រីផងអញ្ចឹងហើយខ្ញុំមកខាងលើដោយសារតែខាងលើហ្នឹងវាមានតំបន់ទឹកជ្រៅដែលយើងអាចគេងនៅនឹងបានម្នាក់ឯងស្ងប់ស្ងាត់ហើយយើងអាចស្ទូចត្រីលេងនៅពេលយប់បានសួស្តីបងប្អូនទាំងអស់គ្នាឥឡូវខ្ញុំកំពុងតែសម្រាកនៅនឹងមាត់អូមកដល់ពេលនេះខ្ញុំកំពុងតែដាំទឹកឆុងកាហ្វេតែមេឃភ្លៀងរហូតបងប្អូនតាំងពីថ្ងៃរហូតដល់ឥឡូវអញ្ចឹងខ្ញុំដុតភ្លើងអត់ចង់ឆេះទេអស់តែយកមកសិតតែអស់សើមអញ្ចឹងណារមើលអង្គដាក់ដាំបាយរៀបចំដាក់ដាំបាយមើលទៅភ្លេចយកអង្គមកបាត់អញ្ចឹងអត់មានអីដាំបាយទេមុនហ្នឹងខ្ញុំទៅញ៉ាំបាយជាមួយនឹងបងខាងសហគមន៍ហើយក៏មានសាច់ជ្រូកមានសាច់ក្រកអីចឹងទៅយកទៅចូលរួមញ៉ាំបាយជាមួយគាត់ដោយសារតែខ្ញុំអត់មានកដាំបាយទេនៅពេលដែលញ៉ាំបាយហើយខ្ញុំមកគេងនៅកន្លែងខ្ញុំវិញមកភ្លើងមកគេឡូវទៅវត្តក៏គ្រាន់បានខ្ញុំមើលវត្តតែដាក់អស់ទេបលែដឹងទៅបថងទៀតដឹងហូបពោះបន្ទាប់ពីញ៉ាំបាយជាមួយបងប្អូនសហគមន៍យើងហើយខ្ញុំក៏មករៀបចំដុតភ្លើងដាំទឹកដើម្បីឆុងមីញ៉ាំទៀតថ្ងៃមិញហ្នឹងតាមពិតបើខ្ញុំដើរមកតែម្ដងគឺដើរដល់ទេខ្ញុំខានឡើងភ្នំយូរហើយក៏អត់សូវបានហាត់ប្រាណដែរមួយរយៈនេះប៉ុន្តែខ្ញុំឡើងមកដល់លើនេះបានដោយសារតែខ្ញុំជួបជាមួយនឹងខាងសហគមន៍គាត់ឲ្យជិះគោយន្តមកជាមួយគាត់នៅតាមផ្លូវអញ្ចឹងបានខ្ញុំធូរកម្លាំងមកដល់នេះបើជាក់ស្ដែងខ្ញុំដើរមកតាំងពីក្រោមរហូតមកដល់នេះប្រហែលជាយប់បានដល់នេះព្រោះអីខ្ញុំដាក់អីវ៉ាន់មកច្រើនដែរនៅក្នុងកតាបខ្ញុំទម្ងន់ប្រហែលជា16-17គីឡូហើយនៅមានតុកកៅអីនេះមួយទៀតអញ្ចឹងអីវ៉ាន់ដែលខ្ញុំយកមកវាធ្ងន់ដែលធ្វើឲ្យខ្ញុំពិបាកឡើងបើសិនជាខ្លួនទៅទេអត់ជាបញ្ហាទេតែនៅពេលដែលយើងដាក់អីវ៉ាន់ធ្ងន់វាធ្វើឲ្យយើងហត់ឆាប់ហត់ឡើងបានតិចឈប់វាក៏ជាអារម្មណ៍ថ្មីមួយទៀតដែរបងប្អូនសម្រាប់ខ្ញុំពួកខ្ញុំខានបានដើរលេងនៅក្នុងព្រៃម្នាក់ឯងអញ្ចឹងយូរដែរហើយតែពីមុនដែលខ្ញុំធ្លាប់ចូលព្រៃហ្នឹងក៏ខ្ញុំទៅជាមួយគេដែរទៅជាមួយបងប្អូនទៅជាមួយព្រានព្រៃអីចឹងទៅតែពេលដែលគេទៅបោះបាញ់បាត់ខ្ញុំនៅម្នាក់ឯងតែនេះជាលើកទី1ឯងដែលខ្ញុំឡើងមកម្នាក់ឯងតាមពិតទៅគម្រោងដែលខ្ញុំមកថាមកពីអ្នកមិត្តភក្តិខ្ញុំទេប៉ុន្តែដោយសារតែគាត់
អត់បានសម្រាប់ថ្ងៃសៅរ៍គាត់ធ្វើការពីច័ន្ទដល់សៅរ៍អញ្ចឹងខ្ញុំត្រូវមកគេនៅនេះមួយយប់ថ្ងៃអាទិត្យខ្ញុំឡើងទៅវិញអញ្ចឹងបានខ្ញុំឡើងមកម្នាក់ឯងអញ្ចឹងព្រឹកនេះខ្ញុំនៅរងចាំមិត្តភ័ក្តិរបស់ខ្ញុំអត់ដឹងថាគាត់មកម៉ោងប្រហែលទេពួកឯនៅលើនេះអត់មានសេវាតាក់ទងគ្នាទេគាត់អត់បានមកថ្ងៃសៅរ៍ទេប៉ុន្តែគាត់ប្រាប់ថាគាត់នឹងមកថ្ងៃអាទិត្យអញ្ចឹងខ្ញុំនៅរងចាំគាត់ដល់ម៉ោង9 9កន្លះបើសិនជាគាត់អត់ឡើងមកទេខ្ញុំនឹងចុះទៅវិញហើយស្ដីបងប្អូនឥឡូវមក10នាទីមកព្រឹកអញ្ចឹងថ្ងៃនេះជាមកតម្លាក់នេះយើងច្រើនបងប្អូនយើងដែលមកលេងគាត់លេងទៅខាងក្រៅលេងអញ្ចឹងយើងអាចឡើងមកលេងនៅលើនេះបានយើងអាចក្រៅមកបន្តិចទីទៅលេងខ្លួនឯងទេអរគុណបងប្អូនសម្រាប់ការតាមដានតាំងពីដើមមករហូតដល់ចប់ហើយជួយ follow page ថ្មីខ្ញុំផងបងប្អូនអរគុណ